និយាយពីរឿងវឿមួយប្រភេទនេះខ្ញុំបាញ់ចែកអត់ទាន់ច្បាស់លាស់ទេពុកម៉ែបងប្អូនអ្នកខ្លះគេហៅបដូលពេជ្រអ្នកខ្លះគេហៅវឿពេជ្រហើយសម្រាប់ខ្ញុំគឺខ្ញុំហៅតែបដូលពេជ្រទេប៉ុន្តែមិនដឹងថាឈ្មោះអីប្រកបទេពុកម៉ែបងប្អូនដឹងជួយបញ្ជាក់ច្បាស់លាស់ផងបានហើយបើនិយាយពីរឿងរសជាតិវាគឺល្វីងខ្លាំងមែនទែនតែម្ដងពុកម៉ែបងប្អូនបានបើសិនតែខំវាឲ្យប៉ុណ្ណឹងហើយដល់នៅចិញ្ចឹមបំពង់កហ្នឹងឯងទៅរោលរបស់ផ្អែមអីហូបពីក្រោយអញ្ចឹងទៅបានវាជ្រះអញ្ចឹងណាបាទហើយថ្ងៃនេះដែរគឺវឿបដូលពេជ្រនេះគឺយកមកសម្រាប់សម្ងួតទេពុកម៉ែបងប្អូនបាទសម្ងួតធ្វើជាម្សៅអញ្ចឹងប៉ុន្តែមុននឹងធ្វើជាម្សៅគឺយើងត្រូវតែលាងសម្អាតវាឲ្យស្អាតជាមុនសិនហើយការលាងគឺមិនលាងលំទេពុកម៉ែបងប្អូនគឺបាញ់នឹងម៉ាស៊ីនតែម្ដងណាបាទដោយសារតែកម្លាំងទឹកដែលចេញពីម៉ាស៊ីនហ្នឹងគឺវាខ្លាំងអញ្ចឹងហើយមុំគឺវាទៅអស់ហើយវាអត់នៅទេបាទក្អែលក្អោញអីនេះគឺអត់នៅទេដឹងតែលាងបានស្អាតតែម្ដងបើនិយាយពីរឿងរសជាតិរបស់វាសូមសរសើរពុកម៉ែបងប្អូនហើយបាទពីព្រោះគាត់ហូបបានរសជាតិរបស់វាគឺមិនលេងសើចទេពុកម៉ែបងប្អូនគឺល្វីងចុកកន្លះតែម្ដងណាបើថាហូបវាហើយតរោអីទ្របពីក្រោយមួយទៀតបើមិនចឹងទេរសជាតិគឺជប់នឹងកន្លះនឹងឯងបាទមិនលេងសើចទេប៉ុន្តែរុក្ខជាតិមួយនេះគឺវាជាប្រភេទឱសថបុរាណដែលដូនតារបស់យើងគាត់ប្រើតាំងពីដើមហើយមកណាបាទទោះបីជាសម័យនេះក៏ដោយក៏នៅតែមានអ្នកប្រើប្រាស់ទោះបីជារសជាតិវាល្វីងយ៉ាងណាក៏ដោយបាទពីព្រោះថាហូបទៅគឺវាជួយឲ្យត្រជាក់ក្នុងជួយកាពះពោះវៀនជួយបញ្ចុះជាតិស្ករជាតិអីចឹងពុកម៉ែបងប្អូនបាទពេលចឹងហើយសម្រាប់បងប្អូនដែលថាគាត់មានបញ្ហាកើតជំងឺទឹកនោមផ្អែមគឺគាត់ចូលចិត្តប្រើជាប្រភេទម្សៅបដូលពេជ្រចឹងណាពុកម៉ែបងប្អូនបាទហូបទៅគឺធ្វើឲ្យគាត់ស្រួលខ្លួនដល់ពេលយូរទៅធ្វើឲ្យសាច់ឈាមរបស់គាត់នឹងឡើងក្រហមផតែម្ដងមើលទៅស្រស់ស្អាតមែនទែនចឹងហើយនឹងអត្ថប្រយោជន៍មួយទៀតដែលពុកម៉ែបងប្អូនដែលតែងធ្លាប់តែប្រើពីមុនមកហ្នឹងគឺថាចង់ឲ្យកូនឈប់បៅគឺគាត់តែងតែយកវាបដូលពេជ្រនឹងឯងទៅលាបទៅបៀកទៅមែនអីល្វីងខែនឹងតែម្ដងពេញមិត្តដុបតែម្ដងហើយដល់ពេលសារក្រោយលេងហ៊ានប៉ះបដ ாய் បាទហើយសម្រាប់ម្សៅវឿបដូលពេជ្រទាំងអស់នេះដែរពុកម៉ែបងប្អូនបាទគឺខ្ញុំយកមកសម្ងួតធ្វើជាម្សៅទេដូច្នេះហើយមុននឹងការសម្ងួតធ្វើជាម្សៅមិនថាជាប្រភេទវឿបដូលពេជ្រឬក៏អីផ្សេងទេពុកម៉ែបងប្អូនបាទគឺតែងតែលាងសម្អាតទឹកជាមុនបាទលាងទឹកហ្នឹងគឺលាងឲ្យស្អាតតែម្ដងពុកម៉ែបងប្អូនប៉ុន្តែសារនេះគឺខ្ញុំលាងជាមួយនឹងម៉ាស៊ីនបាទដោយសារតែទឹកដែលចេញពីម៉ាស៊ីនមកគឺកម្លាំងវាខ្លាំងដល់ពេលអញ្ចឹងហើយស្នាមប្រឡាក់ទាំងឡាយគឺបាញ់ទៅដឹងឲ្យជ្រះល្អជ្រះស្អាតតែម្ដងបងប្អូនឃើញតែទឹកដែលខ្ញុំបាញ់ចូលដឹងឲ្យខ្មៅវែកតែម្ដងបាទហើយសម្រាប់វឿបដូលពេជ្រដែលថាលាងរួចហើយបងប្អូនតិចទៀតនឹងឃើញហើយបាទលខៀវតងែស្អាតតែម្ដងបាទដូច្នេះហើយសម្រាប់ម្សៅបដូលពេជ្រទាំងអស់នេះនៅពេលដែលថាបានជាម្សៅគឺនឹងទទួលបានទៅជាប្រភេទម្សៅដែលអនាម័យល្អដែលមានគុណភាពអញ្ចឹងពុកម៉ែបងប្អូនបាទហើយនៅពេលដែលថាបានទៅជាម្សៅក៏ជាប្រភេទម្សៅដែលសុទ្ធដែរពុកម៉ែបងប្អូនបាទគឺអាចបានលាយសារធាតុអ្វីដើម្បីបន្ថែមដើម្បីបង្កើនបរិមាណទេអញ្ចឹងណាដូច្នេះហើយសម្រាប់ពុកម៉ែបងប្អូនដែលថាចង់បានជាប្រភេទម្សៅវឿបដូលពេជ្រដែលសុទ្ធល្អពុកម៉ែបងប្អូនគឺអាចតំណងបានទៅតាមរយៈលេខ077 25 33 94ដែលមានទីតាំង